ថ្ងៃនេះខ្ញុំចែករំលែកបងប្អូនទាក់ទងទៅនឹងការ link MT5 ជាមួយនឹង Bybit account ដើម្បី trade ទៅលើ Forex ដោយសារតែមានបងប្អូនយើងមួយចំនួនគឺអត់ជឿជាក់ទៅលើ broker ផ្សេងៗនៅក្រៅទេដោយសារតែ broker មួយចំនួនគឺមានហានិភ័យខ្ពស់មែនទែនអញ្ចឹងដើម្បីការពារហានិភ័យគឺយើងអាចប្រើទៅលើ Bybit exchange ដែលជាប្រភេទcrypto exchange អញ្ចឹងយើងធ្វើការ link វាគឺដើម្បី trade ទៅលើ Forex ហើយវាមានអត្ថប្រយោជន៍ច្រើនមែនទែនដោយសារតែយើងអាច store USDT នៅក្នុង Bybit ហើយធ្វើការ trade ទៅលើ Forex ដែលមាន fee តិចមែនទែនអញ្ចឹងដើម្បីធ្វើការlink បានគឺយើងចុចដំបូងគឺយើងចុចទៅលើ Bybit account ហើយបន្តមកទៀតយើងធ្វើការ process នៃការ link ទៅតាម step មួយអញ្ចឹងយើងចុចទៅលើ Bybit ហើយយើងឃើញពាក្យថា trade នៅខាងក្រោមយើងចុចពាក្យទៅលើពាក្យ trade នេះមកបន្តមកទៀតបងប្អូននឹងឃើញមាន function ជាច្រើននៅខាងលើគឺមាន spot មាន future មាន option ហើយនឹងមាន trade fee អញ្ចឹងយើងចុចទៅលើពាក្យ trade fee នឹងមកហើយនឹងយើងនឹងឃើញផ្នែកខាងលើហៅថា margin LV 0.1ចុចទៅលើវាមកហើយយើងនឹងឃើញផ្នែកខាងក្រោម Amplify ID យើងចុចទៅលើ Amplify ID ដើម្បីធ្វើការចុចទៅលើ server គឺយើងត្រូវការ copy វាជាមុនសិនពេលយើង copy វារួចហើយគឺយើងធ្វើការ search នៅក្នុង Amplify អញ្ចឹងដំបូងយើងត្រូវបើក Amplify ទៀតមកហើយធ្វើការចុចទៅលើ setting ពេលយើងចុច setting រួចយើងចុចទៅលើពាក្យថា new account ហើយយើងធ្វើការផាសនៅ server របស់យើងដើម្បីធ្វើការ search អញ្ចឹងវានឹងចេញមកហើយ Bybit នៅទីនេះគឺយើងចុចទៅលើវាមកពេលយើងចុចទៅលើ Bybit រួចហើយគឺយើងត្រូវការlog in ហើយនឹង password អញ្ចឹងដើម្បីបាន Amplify ID យើងចូលទៅ copy ក្នុង Bybit របស់យើងមក copy រួចយើងធ្វើការផាសនៅក្នុង Amplify យើងម្ដងទៀតកន្លែង log in ហ្នឹងគឺយើងធ្វើការផាសមកហើយយើងធ្វើការដាក់ password របស់យើងមក password របស់យើងគឺខ្ញុំអត់បង្ហាញបងប្អូនទេគឺខ្ញុំចុចផាសតែម្ដងហើយយើងចុចពាក្យថា sign in នៅខាងក្រោមបន្តមកទៀតគឺយើងនឹងឃើញហើយគឺយើងបាន log in បានតែយើងបាន link Amplify account ជាមួយនឹង Bybit រួចទៅហើយគឺយើងចុចទៅលើពាក្យ quote នេះមកយើងនឹងឃើញមីហើយនឹងប្រាក់ហើយនឹងប្រេងនៅខាងលើនេះគឺបងប្អូនអាចចុច trade បានឧទាហរណ៍តែខ្ញុំចុចទៅលើប្រាក់មួយខ្ញុំ check មើលទាក់ទងនឹងតម្លៃហើយខ្ញុំដាក់4ម៉ោង time frame គឺបងប្អូនចុចខាងលើខាងស្នាមដៃហ្នឹងគឺអាចធ្វើការទិញឬក៏លក់នៅទីនេះបានហើយកំណត់ទៅលើsize ដែលបងប្អូនចង់ដាក់ 0.1 ឬក៏ 0.2 0.3 ទៅតាមបងប្អូនហើយមាសក៏ដូចគ្នាដែរប្រាក់ក៏ដូចគ្នាដែរបងប្អូនចុចទៅលើពាក្យឆាតនេះមកអញ្ចឹងបងប្អូនចុចទៅលើ trade ខាងក្រោមដើម្បីធ្វើការកំណត់ limit នៃការទិញចង់បងប្អូនចង់ limit តម្លៃប្រមាណលក់តម្លៃប្រមាណគឺអាស្រ័យលើបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណ